បាទជាសួរបងស្រីជាសួរបាទបងស្រីថ្ងៃនេះមានព្រឹត្តិការណ៍ល្អនៅក្នុងខ្សែអន3ហើយខ្ញុំចង់ជម្រាបសួរបងខ្លះដោយសារថាយើងបានដឹងថាអ៊ីអននេះបានចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិយើងយ៉ាងច្រើនជាពិសេសបានបង្កើតផ្សារទំនើបទី3ហើយចាមានក្រុងទី4ទី5ទេបងប្រកបណាលោកគ្រូមានចាបាទហើយនៅអ៊ីអនទី3នេះតើយើងធ្វើអីខ្លះនៅអ៊ីអនទី3នេះបើនិយាយពីទំហំគឺធំបំផុតនៅក្នុងប្រទេសខ្មែរក៏ដូចជានៅក្នុងបណ្ដាប្រទេសអាស៊ានទាំងអស់ដែលមានសាខាអ៊ីអនទំហំប្រមាណដែរបងទំហំនេះខ្ទង់ប្រហែលជា20ហិកតាអាហ្នឹងគ្រាន់តែសាច់អាគារផ្សារឬក៏ទាំងដីទាំងអស់ចាតែផ្សារក៏ធំដែរបានដើមនឹងហត់ចាលោកគ្រូចា20ហិកតាហ្នឹងគឺស្មើនឹងស្តង់ដារនៅប្រទេសជប៉ុនចាហើយផ្សារអននៅសាខាទី3នេះចាតើមានបុគ្គលិកប្រមាណនេះមានបុគ្គលិកខ្ញុំគិតថាត្រួសប្រហែលជា6000ទៅ7000នាក់រាប់ទាំងបុគ្គលិករបស់ភ្ញៀវរបស់ម្ចាស់ហាងហើយនិងបុគ្គលិកយើងផ្ទាល់ចាចុះទី2និងទី1ទៀតទី1ខ្ទង់ប្រហែលជា3ទៅ4000នាក់សម្រាប់ទី2វិញប្រហែលជា4000ទៅ5000នាក់ដោយសារថាទី1តូចជាងគេទី1ខ្ទង់7ហិកតាទី2 10ហិកតាទី3 20ហិកតាបើគិតទៅជាង10000នាក់ហើយចាលើកហើយលើកមកបាទនេះគឺជាការចូលរួមអភិវឌ្ឍប្រទេសជាតិដ៏សំខាន់ដ៏ធំក្នុងនឹងដែរខ្ញុំឮថានៅទីនេះមានបើកកន្លែងសម្រាប់ជួយជាជនយើងមួយទៀតចាបងអាចជម្រាបបានទេចាគឺនេះហើយយើងហៅថាភាសាអង់គ្លេសយើងហៅថា food court ភាសាខ្មែរយើងគេហៅថាអាហារដ្ឋានចម្រុះហើយអាហារដ្ឋានចម្រុះនេះគឺជាគោលដៅទី2ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាផលិតផលខ្មែរដោយសារតែថាទី1ដែលយើងបានចុះកិច្ចសន្យាជាមួយនឹងសាកលវិទ្យាល័យវិចិត្រសិល្បៈដែលហៅកាត់ថា RUFA ហ្នឹងយើងតែងតែមានប្រគំសិល្បៈដូចជាល្ខោនយីកេអាយ៉ៃជាដើមតាំងពីឆ្នាំមុនមកចាបន្ទាប់មកដោយសារយើងឃើញថាស្មារតីស្នេហាជាតិហើយក៏ដូចជាក្នុងនាមយើងជាខ្មែរ management ម្នាក់ហើយជាមួយនឹងក្រុមហ៊ុនបរទេសដែលគាត់តែងតែយល់ពីអ្វីដែលជាវប្បធម៌ខ្មែរគឺគាត់សហការអញ្ចឹងបន្ទាប់ពីយើងប្រម៉ូទពាក់ព័ន្ធទៅនឹងវប្បធម៌ខ្មែរឥឡូវយើងចាប់ផ្ដើមចូលមកដល់ប្រម៉ូទផលិតផលខ្មែរដែលនេះខ្ញុំគិតថាជាអត្តសញ្ញាណរបស់ខ្មែរផ្ទាល់តាមរយៈម្ហូបដែលមានរសជាតិដើមធ្វើចេញពីប្រជាជនខ្មែរពិតគ្រឿងវត្ថុអនុស្សាវរីយ៍វត្ថុសិល្បៈតាក់តែងសម្រាប់នៅគេហដ្ឋានរៀងខ្លួនអញ្ចឹងទៅគឺយើងយកមកគាត់មកឲ្យប្រមូលផ្ដុំគ្នានៅក្នុងទីកន្លែងនេះអញ្ចឹងដូចយើងឃើញអញ្ចឹងយើងមាន7 restaurant 7 ភោជនីយដ្ឋានតូចដែលមានម្ហូបខ្មែរក្នុងហ្នឹងយើងអាចនិយាយបានថា 80% ម្ហូបខ្មែរ 20% ម្ហូបបរទេសពីព្រោះយើងផ្ដោតសំខាន់ទៅលើខ្មែរតែអ្វីដែលសំខាន់ហ្នឹងគឺយើងមានខ្ចោះហ្នឹងយើងធ្វើជាលក្ខណៈឈើធ្វើជាអតេះគោអតេះក្របីធ្វើជាខ្ចោះស្បូវដែលមាន11ខ្ចោះនឹងដាក់តាំងបន្ទាប់ពីហ្នឹងគឺខ្ចោះទាំងអស់ហ្នឹងហើយដែលលក់ផលិតផលខ្មែរដូចជាគ្រឿងសូត្រគ្រឿងកម្មាអនុស្សាវរីយ៍ដែលធ្វើពីអង្គធ្វើពីដៃចម្លាក់ល្បីអ្នកដែលគូរូបផ្ទាល់នៅប្រាសាទអង្គរវត្តហ្នឹងហើយគ្រឿងញ៉ាំក្រៀមដូចជាគ្រាប់ស្វាយចន្ទីម្រេចទឹកឃ្មុំហើយនឹងគ្រឿងចម្លាក់ចាហើយនឹងគ្រឿងស្ពាន់គ្រឿងទៀនកោបដែលធ្វើពីនិយាយទៅអ្វីដែលយើងអាចសិលេចបានពីតាមខេត្តនីមួយដែលគាត់មានជំនាញទៅលើការធ្វើផលិតផលហ្នឹងធ្វើម្ហូបគ្រឿងក្រៀមហ្នឹងដែលយើងរើសយកអ្នកដែលឆ្ងាញ់បំផុតអញ្ចឹងបាទយើងនិយាយជារួមគឺនៅទីនេះមានបង្ហាញម្ហូបខ្មែរផងចានិងបរទេសផងចាបាទហើយទន្ទឹមនឹងម្ហូបខ្មែរហ្នឹងគឺមានរបស់របរដែលធ្វើមកពីដៃដែលបង្ហាញអំពីសិល្បៈវប្បធម៌និងអរិយធម៌របស់ខ្មែរទៀតចាអញ្ចឹងណាបងចាបាទអូល្អមែនតើអញ្ចឹងបានន័យថានៅពេលដែលអតិថិជនរបស់យើងគាត់ទាំងជាតិទាំងអន្តរជាតិគាត់មកទីនេះគាត់បានចង់ហូបលក់ម្ហូបខ្មែរក៏បានចាបរទេសក៏បានប៉ុន្តែបរទេសមានតែ20%ចាដោយសារយើងផ្ដោតសំខាន់ទៅលើម្ហូបខ្មែរទន្ទឹមនឹងហ្នឹងមានគាត់អាចដើរទស្សនាចា
នៅរបស់ដែលធ្វើដែលប្រមូលផ្ដុំមកពីក្រុមខេត្តក្រុង ចា ឬក៏អាចទិញបានទៀត ទិញបានលោកគ្រូទិញបាន បាទល្អណាស់ទេ យើង នេះមិនមែនត្រឹមតែជួយប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅទីនេះទេ ចា គឺទាញតាំងពីមូលដ្ឋានមកទៀត ចាលោកគ្រូ បាទឧទាហរណ៍ថាអ្នកណាដែលគាត់ធ្វើអីដោយដៃ ចាចា បាទគាត់ធ្វើសូត្រគាត់ធ្វើអីចឹង ចា គឺយើងអាចយកមកតាំងលក់នៅទីនេះបាន ចា ទាំងការបង្ហាញផងទាំងការលក់ផង ចា អញ្ចឹងធ្វើឲ្យប្រជាជនរបស់យើងបានចំណូលពីការនេះធ្វើបាទនេះជាគំនិតដ៏ល្អមួយប៉ុន្តែគំនិតហ្នឹងចេញមកពីណា ខ្ញុំអាចនិយាយបានថាចេញពីខ្ញុំ ក្នុងនេះបងជាអ្នកគ្រប់គ្រង ជាជន ទូ ជាតិ ទៅ ខ្មែរតែម្នាក់ហើយ បាទ នឹងខ្ញុំក៏សូមអរគុណដល់ជនជាតិជប៉ុនដែលគាត់តែងតែស្ដាប់ បាទ នៅការគេហៅថាអ្វីដែលជាតម្រូវការរបស់ខ្មែរ បាទ គាត់តែងតែទទួលយកដើម្បីប្រជាជនខ្មែរពីព្រោះយើងធ្វើបើកក្រុមហ៊ុននៅទីនេះយើងបានចំណេញពីខ្មែរយើងក៏ត្រូវជួយខ្មែរវិញដូចគ្នា បាទ ចាអញ្ចឹងខ្ញុំក៏អរគុណដល់ខាងក្រុមហ៊ុនជប៉ុនដែលគាត់តែងតែស្ដាប់និងទទួលយកអ្វីដែលយើងស្នើថាវាល្អសម្រាប់ក្រុមហ៊ុនសម្រាប់ប្រជាជនសម្រាប់ប្រទេសដែលយើងកំពុងរកស៊ីជាមួយនឹងអញ្ចឹងគឺ បាទខ្ញុំក៏សូមអរគុណបងស្រី ចា៎ ដែលបានឱកាសមកធ្វើការជាមួយនឹងបរទេស ចា ហើយបានជួយលើកស្ទួយ ចា បាទផលិតផលខ្មែរ ចា៎ ព្រមទាំងគិតគូរអំពីជីវភាពសេដ្ឋកិច្ចរបស់ខ្ ចា ខ្មែរ ចា បាទបងមានអីបន្ថែមទៀតទេដើម្បីឲ្យបងប្អូនយើងគាត់បានចាប់អារម្មណ៍ហើយគាត់បានអញ្ជើញមកបានច្រើន ចាជាបង្ហើយនេះគឺថាខ្ញុំចង់ជំរាបថាភូមិខ្មែរមួយនេះខ្ញុំបានស្នើទៅខាងជប៉ុនដែលជាគំនិតនេះខ្ញុំបានព្រួយផ្ដើមមកថាដាក់ឈ្មោះថាភូមិខ្មែរជោគជ័យ ភូមិខ្មែរជោគជ័យ ហេតុអីបានខ្ញុំដាក់ភូមិខ្មែរជោគជ័យដោយសារតែថាពាក្យថាភូមិជោគជ័យនេះគឺវាពិតជាថាជាមួយនឹងបេះដូងខ្ញុំជាខ្មែរម្នាក់ហើយនឹងប្រជាជនទូទៅទាំងអស់ដែលយើងឃើញថាការប្រឹងប្រែងការអត់ធ្មត់ការតស៊ូសាមគ្គីភាពរបស់អ្នកភូមិជោគជ័យនៅឯខេត្តបន្ទាយមានជ័យហ្នឹងគឺវាពិតជាធ្វើឲ្យយើងឃើញថាខ្មែរយើងហ្នឹងគឺគាត់ពិតជាមានគេហៅថាពូជខ្មែរគឺគាត់សច្ចៈ គាត់មានការតស៊ូខំតៃគាត់មានការដឹងគុណទៅប្រទេសជាតិទៅរដ្ឋាភិបាលអញ្ចឹងហើយគឺកន្លែងនេះចង់បង្ហាញថាការទៀមទាការប្រឹងប្រែងអត់ធ្មត់របស់អ្នកភូមិជោគជ័យហ្នឹងត្រូវបានពួកយើងទទួលស្គាល់មិនថាប្រជាជនខ្មែរមិនថាបរទេសដែលយើងធ្វើការនៅជាមួយហ្នឹងគឺយើងមានអារម្មណ៍ថាពួកគាត់ពិតជាស្មារតីខ្មែរមួយដែលធ្វើឲ្យខ្មែរគ្រប់គ្នាត្រូវចងចាំថាអ្នកភូមិជោគជ័យគឺជា role model មួយសម្រាប់ពួកយើង ការតស៊ូការប្រឹងប្រែងការមូលគ្នាជាធ្លុងមួយគឺនាំឲ្យយើងជោគជ័យទាំងអស់គ្នាអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ដាក់ឈ្មោះកន្លែងមិនចង់ទេឥឡូវយកបានដាក់ឈ្មោះកន្លែងហ្នឹងរួចទៅហើយអញ្ចឹងសូមឲ្យប្រជាជនខ្មែរទាំងអស់រក្សាស្មារតីជាតិនិយមស្រឡាញ់គ្នារួបរวมគ្នាសាមគ្គីគ្នានិងអត់ធ្មត់អ្វីនឹងជោគជ័យអ្វីនឹងឈ្នះទាំងអស់គ្នា បងស្រីចុះភូមិជោគជ័យរបស់យើងនេះ ចា៎ ខ្សែអន3ហ្នឹងបើកទំព័រថ្ងៃណា ថ្ងៃ21ខែ11ហ្នឹងហើយលោកគ្រូ 21ខែ11 ចាចា 3សប្តាហ៍ទៀត 3សប្តាហ៍ទៀតចា ខ្ញុំថាបងប្អូនចេញមកបានច្រើនគ្នា ចា ដើម្បីមកមើលស្មារតីជាតិនិយម ចា បាទអ្នកភូមិជោគជ័យគាត់ការពារទឹកដីព្រៃព្រឹក្សាគេដូនតារបស់យើងហើយ ចា ហើយយើងនាំគ្នានៅទីនេះ ចា គឺជួយបំផុសតទៅទៀតបាទ ចា សង្ឃឹមថាបងប្អូននឹងបាននឹងចូលរួមទាំងអស់គ្នាបាទសូមអរគុណ ចា សូមអរគុណបងស្រីបាទសូមអរគុណប៉ុណ្ណឹងណាចាប់តាមវិញហើយនៅបាទរកផង 1 2 3 ចង់ជម្រាបសួរបងថាតើនៅក្នុងភូមិជោគជ័យនឹងមានអ្វីខ្លះដែរបង ចាភូមិជោគជ័យនេះគឺយើងបង្កើតឡើងតម្រូវទៅគ្រប់អតិថិជនទាំងអស់អញ្ចឹងគឺទី1យើងមានយើងសរុបទាំងអស់យើងមានតំបន់5ទី1គឺកន្លែងក្មេងលេងដែលយើងឃើញនៅខាងក្រោយណាចិត្តហើយយើងរើសយកឈើហេតុអីបានយើងរើសយកឈើដោយសារថាឈើគឺធ្វើឲ្យអារម្មណ៍ស្ងប់ធ្វើឲ្យអារម្មណ៍ផ្ដោតធ្វើឲ្យក្មេងៗហ្នឹងគាត់មានសន្តិភាពផ្លូវចិត្តតាំងពីក្មេងអញ្ចឹងហើយបានយើងអត់យក colorful ទេយើងយកឈើហើយយើងមានកៅអីគាត់ជំវិញហ្នឹងសម្រាប់មេដាបេដាគាត់អង្គុយរងចាំមើលកូនគាត់អាហ្នឹងគឺ zone ទី1 អ្នក zone ទី2ដែលបងប្អូនឃើញនៅជុំវិញទាំងអស់នេះគេហៅថា general zone បានន័យថាគ្រប់អតិថិជនទាំងអស់គាត់អាចមកអង្គុយលេងអង្គុយញ៉ាំអាហារបានទាំងអស់ហ
ហើយយើងមាន zone ទី3ហ្នឹងគឺកន្លែងនោះគេហៅថា co sorry គេហៅថា co-working co-working ហ្នឹងបានន័យថាបុគ្គលិកក្រុមហ៊ុនសិស្សនិស្សិតគាត់អាចមកធ្វើការនៅនឹងបានយើងមានដូចដោតភ្លើងឲ្យគាត់សាក laptop សាកទូរស័ព្ទបានទៀតហើយសម្រាប់ខាងក្រោយបងអូនហ្នឹងគឺគេហៅថា family សម្រាប់គ្រួសារហើយយើងនឹងមាន stage ទៀត stage ហ្នឹងគឺបានន័យថាគាត់អាចធ្វើ event បាននៅខាងក្រោយហើយសម្រាប់នៅខាងនោះហ្នឹងគឺយើងមានកន្លែងគូស្នេហ៍ហ្នឹងគឺគាត់អាចអង្គុយដើម្បីសង់ទីម៉ងមើលទៅទេសភាពបឹងយើងនៅខាងក្រៅនឹងបានហើយខាងក្រោយគូស្នេហ៍ហ្នឹងគឺជាតំបន់ទី5គឺគេហៅថា business talk ហ្នឹងគឺសម្រាប់ខាងអាជីវករខាង businessman woman ហ្នឹងគាត់អាចមកជជែកគ្នាពិភាក្សាការងារនៅកន្លែងហ្នឹងអញ្ចឹងសរុបទៅកន្លែងនេះគឺបើកចំហសម្រាប់មនុស្សទូទៅអតិថិជនទូទៅ ចុះបងមានកន្លែងសម្រាប់ប្រសង់ទេ មានបដាជគុណ កន្លែងប្រសង់គឺនៅខាងនោះគឺស្ងប់ស្ងាត់ព្រះអង្គលោកគ្រូចាស្ងប់ស្ងាត់ ហើយបងសុំសួរបន្តិចទៀតថាមានការផ្ដល់ជូនឬក៏ free សម្រាប់ជនពិការឬក៏សម្រាប់អ្នកក្រខ្សត់អីទេ នេះជាគំនិតល្អមែនតើអញ្ចឹងកន្លែងនេះយើងនឹងយកទៅសិក្សាហើយយើងនឹងអាចនឹងដាក់វាជាផែនការចាប់ផ្ដើមធ្វើក្នុងពេលខាងមុខហ្នឹងសម្រាប់ជាពិសេសអ្នកជនពិការពេលដែលគាត់មកពិការអញ្ចឹងគឺយើងអាចនឹងសហការជាមួយនឹងភ្ញៀវយើងទាំងអស់ហ្នឹងឲ្យគាត់ free ឬក៏បញ្ចុះតម្លៃ ដល់ជាលក្ខណៈពិសេសណាមួយ ពិសេសចា អរគុណបងច្រើន អរគុណ ដូចជាអរគុណលោកប្រធានមកដែរ ចា